មន្ទីរព័ត៌មានខេត្តកំពង់ចាមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តពរជ័យមង្គលដើម្បីសុំជ័យសិរីសួស្តីនិងសុភមង្គលដើម្បីសុំពរជ័យសិរីសួស្តីនិងសុភមង្គលកើតមានគ្រប់មន្ត្រីរាជការគ្រប់ក្រុមគ្រួសារនៃមន្ទីរព័ត៌មានខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី22ខែមិនិនាឆ្នាំ2022នេះលោកស្រីសំផល្លាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាមនិងមន្ត្រីក្រមអាវ៉ាតបានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តពុទ្ធជ័យមង្គលសុំជ័យសិរីសួស្តីនិងសុភមង្គលពីទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីដើម្បីសុំពរជ័យសិរីសួស្តីបណ្ដេញនៅឧបទ្រពចង្រៃនិងទទួលយកសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មីក្នុងឱកាសពិធីសូត្រមន្តចម្រើនព្រះបរិត្តពុទ្ធជ័យមង្គលនេះដែរមន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់បានប្រកបទៅដោយសទ្ធាជ្រះថ្លាវេប្រគេននៅទេយ្យវត្ថុនិងបវរណាចតុបច្ច័យចំពោះព្រះសង្ឃដើម្បីជាកិច្ចបំពេញនូវកុសលនិងបួងសួងសុំសេចក្តីសុខចម្រើនជោគជ័យទៅលើគ្រប់ភារកិច្ចជូនទៅដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកទាំងអស់ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់រូបគ្រប់គេហដ្ឋានជានិច្ចនិរន្តរ៍តរៀងទៅពិធីដ៏ឧត្តមនេះត្រូវបានរៀបចំឡើងនៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីជាតិនិងព្រះពុទ្ធសាសនាដើម្បីជាការថ្លែងអំណរគុណឆ្នាំចាស់ឆ្នាំម្សាញ់និងទទួលមហាអំណរឆ្នាំថ្មីឆ្នាំមមីឥត្តស័កពុទ្ធសករាជ2570ហើយជាពិសេសគឺជាកិច្ចគាវរៈទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីដែលជាបុត្រីទី3របស់កបិលមហាព្រហ្មដែលបានយាងចុះមកក្រងចម្ពោះទ្វីបនៅវេលាម៉ោង 10:48 នាទីនាព្រឹកថ្ងៃអង្គារទី12រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាឆ្នាំ2026កន្លងទៅថ្មីនេះនៅក្នុងពិធីនេះដែរលោកស្រីប្រធានមន្ទីរបាននិមន្តព្រះធម្មានុលក្ខសេងមេងលក្ខព្រះលេខាធិការគុណខេត្តនិងជាព្រះប្រធានលេខាធិការដ្ឋាននៃសាលាគុណខេត្តកំពង់ចាមគង់នៅវត្តភ្នំហាន់ជ័យបានធ្វើកិច្ចនមស្ការព្រះរតនត្រ័យថ្វាយបង្គំថ្វាយគ្រឿងសក្ការៈបូជាទេយ្យទាននិងទេយ្យវត្ថុដល់ព្រះសង្ឃព្រមទាំងនិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តពុទ្ធជ័យមង្គលសិរីសួស្តីវិបុលសុខសមាទានសិលទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណីខ្មែរនិងព្រះពុទ្ធសាសនាព្រះសង្ឃបាននិមន្តប្រោះព្រំទឹកមន្តដើម្បីបណ្ដេញគ្រោះចង្រៃទាំងពួងទទួលយកនៅសិរីសួស្តីបវរមហាប្រសើរក្នុងឆ្នាំថ្មីជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងបុគ្គលិកទាំងអស់ឲ្យទទួលបានជោគជ័យថ្មីថែមទៀតជូនជាតិមាតុភូមិ